ស្ដីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងមកនិយាយអំពី how to make a smart and comprehensive research of your scholarship អញ្ចឹង when it come to scholarship ឬមួយក៏អាហារូបករណ៍ទៅក្រៅប្រទេសit is one of the biggest game changer នៅក្នុង academic journey របស់យើងអញ្ចឹងយើងត្រូវតែ make sure អ្នកទាំងអស់គ្នា research ឲ្យបានត្រឹមត្រូវនៅក្នុងការដាក់ scholarship ឬមួយក៏អាហារូបករណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងដំបូងគឺអ្នកទាំងអស់គ្នាត្រូវដឹងថា where to look at the scholarship បានន័យថាតើរក scholarship ហ្នឹងមកពីណាអញ្ចឹង scholarship are like everywhere scholarship ខ្លះគឺអ្នកទាំងអស់គ្នាអាចរកវាបានតាម university website ឬមួយក៏ government education portals ដែលយើងអាចរកបាននៅgovernment embassy ឬជាទូតជប៉ុនឬមួយក៏ទូតចិនគឺតែងតែមានគេដាក់ពី scholarship ទៅហើយមួយទៀតហ្នឹងគឺ private scholarship platform ដែលអ្នកនរគ្នាអាច do research តាម Facebook ឬមួយក៏ other website បានហើយនឹង other non profit organization ឬមួយក៏ទៅតាម website របស់ university ផ្ទាល់ហ្មងចឹងទី2ហ្នឹងគឺអ្នកនរគ្នាត្រូវដឹងថាតើ type of scholarship ហ្នឹងគឺរបៀបម៉េច scholarship មិនបានន័យថាគេឲ្យតែថ្លៃសាលាគ្រប់ scholarship ទាំងអស់ហើយឲ្យតែអាហារូបករណ៍គឺមានច្រើនប្រភេទដោយអាហារូបករណ៍ខ្លះគឺ fully funded ចេញឲ្យទាំងអស់ទាំងថ្លៃស្នាក់នៅទាំង tuition fee ទាំងសម្បីតាសម្បត្តិយន្តហោះក៏ចេញឲ្យដែរតែ scholarship ខ្លះគឺគេចេញតែ partially ឯងបានន័យថាចេញតាមមួយផ្នែកដូចថាគេចេញគិតជាភាគរយឬមួយក៏គិតជាចំនួនលុយឲ្យអ្នកទាំងអស់គ្នាហ្មងឧទាហរណ៍ថា 30% 50% ឬមួយក៏គេចេញឲ្យ$2,000 $10,000អីចឹងទៅហើយ scholarship ទាំងអស់នោះអ្នកនរគ្នាត្រូវដឹងថាតើគេឲ្យយ៉ាងម៉េចខ្លះទៅវាស្រួលនៅក្នុងការដាក់application ទៅហើយបន្ទាប់មកឥឡូវគឺជាអីដែលអ្នកនរគ្នាត្រូវធ្វើអញ្ចឹងដំបូងគឺអ្នកនរគ្នាត្រូវ research early នេះបានន័យថាបើសិនជាអ្នកនរចង់ដាក់ទៅបញ្ញាបត្រអញ្ចឹងកុំចាំដល់ពេលចប់ទី12ទៅដាក់អ្នកនរគ្នាអាច start ដាក់ពេលដែលក្នុងអំឡុងពេលអ្នកនរគ្នាអាចចាប់ផ្ដើមរក scholarship ហ្នឹងនៅក្នុងអំឡុងពេលដែលអ្នកនរគ្នារៀនទី12បានដើម្បីឲ្យការ process ឯកសារក៏ដូចជាការធៀមសម្រាប់ scholarship ហ្នឹងវាបានត្រឹមត្រូវឧទាហរណ៍ថា scholarship ខ្លះគឺគេតម្រូវឲ្យយើងមាន extra activity អញ្ចឹងបើសិនជាអ្នកគ្នាអត់ទាន់មានទេហើយអ្នកនរគ្នា find out ពីអាហ្នឹងមុនពេលដែលអ្នកនរគ្នាចប់បាក់ឌុបអញ្ចឹងអ្នកនរគ្នាអាចមានពេលច្រើននៅក្នុងការ prepare extra activity ហ្នឹងថែមទៀតហើយទី2ហ្នឹងគឺអ្នកនរគ្នាកុំ rely on តែ one source ពេកបានន័យថាកុំពឹងពាក់តែ one website ឬមួយក៏ one source នៅក្នុងការរកពេកអញ្ចឹងយើងអាចមានវិធីសាស្ត្រច្រើននៅក្នុងការរក scholarship ហើយ scholarship ខ្លះមិនបានន័យថាតតែ scholarship រដ្ឋបានគេចេញឲ្យទាំងអស់ fully funded ទេ scholarship នៅតាម university ខ្លះក៏ fully funded ដែរអញ្ចឹងគឺអ្នកនរគ្នាកុំ rely on តែ one source and try to do in-depth research more about ប្រទេសដែលអ្នកគ្នាចង់ទៅរៀនឬមួយក៏ major ដែលអ្នកនរគ្នាចង់ទៅរៀនហើយចុងក្រោយគេហ្នឹងគឺអ្នកនរគ្នាត្រូវ check regularly ទៅកាន់ website ឬមួយក៏ព័ត៌មានផ្សេងៗដែលទាក់ទងជាមួយនឹង scholarship ហ្នឹងពួកឯង scholarship ពីមួយឆ្នាំទៅមួយឆ្នាំគេតែងតែផ្លាស់ប្ដូរអញ្ចឹងអ្នកនរគ្នាអាចព្យាយាម check it frequently ហើយព្យាយាមupdate ដូចជា CV ឬមួយក៏ personal statement letter of recommendations របស់អ្នកទាំងអស់គ្នាឲ្យទាន់ហើយឲ្យដូចអីដែល scholarship គេ require អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍នៅក្នុងការដាក់អាហារូបករណ៍ប៉ុន្តែអត់ដឹងថាហៅមិនហើយពិបាកនៅក្នុងការរៀបចំឯកសារអីផ្សេងៗអ្នកទាំងអស់គ្នាអាចតាក់ទងមកកាន់ Study Abroad Center បានដែលពួកយើងមានការប្រឹក្សាយោបល់ទៅរៀននៅស្រុកខែវការដាក់អាហារូបករណ៍ផ្សេងៗហ្នឹងដែលអត់គិតថ្លៃ